បាទជំរាបសួរសូមគោរពជំរាបសួរបងប្អូនប្រិយមិត្តជិតឆ្ងាយទាំងអស់ជាទីមេត្រីក្នុងថ្ងៃនេះខ្ញុំសូមឆ្លើយនៅសំណួរបងប្អូនវុធីលក់ហូតដែលបងប្អូនសួរសំណួរល្អទី1ការបួសសាមណេរនិងភិក្ខុសង្ឃគុណឪពុកម្ដាយយ៉ាងណាដោយមានពាក្យថាបួសនេនសងគុណម៉ែបួសផឹកសងគុណឪពុកអញ្ចឹងខ្ញុំសូមឆ្លើយដោយខ្លីថាការដែលយើងមានសទ្ធាមានឆន្ទៈបំណងបងប្រាថ្នាចង់បួសក្នុងពុទ្ធសាសនាហើយទោះបីជាសាមណេរក្តីភិក្ខុក្តីគឺបានអានិសង្សច្រើននិងជួយលើកស្ទួយដល់ឪពុកម្ដាយអ្នកដែលមានគុណនឹងដូចគ្នាដោយមានរឿងនិទានថាមានស្ត្រីមេម៉ាយម្នាក់គាត់មានកូននឹងឲ្យទៅបួសជាសាមណេរហើយដល់ពេលគាត់ផ្លត់កតេគាត់មិនដែលធ្វើបន់អីទាំងអស់គាត់ប្រព្រឹត្តតែបាបកាប់សម្លាប់សត្វអីចឹងណាដល់ពេលគាត់បានសុំសិលសុំអីទៅដល់ពេលគាត់ផ្លត់កតេទៅធ្លាក់នៅនរកទៅយមបាលយមរាជហ្នឹងបោះចូលនៅក្នុងផ្ទះខ្លាញ់ហ្នឹងក៏អត់ចូលដែរមិនបោះធាក់មកវិញបោះមកធាក់មកវិញបោះចូលនៅក្នុងភ្នក់ភ្លើងទៀតបោះទៅធាក់មកវិញហេមីឯងធ្លាប់ធ្វើបន់អីដឹងថាអត់ក៏អត់មានបានធ្វើបន់អីអញ្ចឹងវាសំធ្លាក់នរកឲ្យបើអត់ធ្លាប់ធ្វើបន់ហ្នឹងបោះចូលក្នុងភ្នក់ភ្លើងផ្សារទៀតមានការឈប់ត្រចេះស្ងល់មិនបានចឹងបោះមិននេះដល់ពេលអញ្ចឹងគាត់មើលអាឃើញអាដាតភ្លើងដូចសពោកូនដែលគាត់បានបបួសហើយអូនឹកឃើញឲ្យលោកយមបានហើយយមមកបានហើយខ្ញុំបានបបួសកូនមួយដែរអូកន្លែងហ្នឹងឯងធ្វើបន់មិនឲ្យមីឯងថាមិនធ្លាប់ធ្វើបន់សោះអញ្ចឹងគេឲ្យទៅកើតឋានសួគ៌ទេវលោកទៅអញ្ចឹងការដែលបបួសកូនក៏មានឆន្ទៈមិនបង្ខំសេចក្តីបងប្រាថ្នាចង់បួសម្ដាយឪពុកក៏ឲ្យកូនបួសទៅតាមសទ្ធាជ្រះថ្លាក្នុងពុទ្ធសាសនាគឺបានបន់ដូចគ្នាហើយបានទៅកើតឋានសួគ៌ទេវលោកដោយរឿងនិទានចាស់សំណួរទី2បងអូនសួរថាស្រូវដែលយើងច្រូតហើយវាតែងងាប់បាទយើងកាត់ចេញជាកដាបយកមកបោកបែនយកមកដាក់ទុកក្នុងជំរកហើយស្រូវហ្នឹងងាប់ហើយបងអូនឯងគិតចឹងខុសស្រូវគឺនៅមានជីវិតស្រូវហ្នឹងឯងយើងយកទៅព្រោះយកទៅសាបទៅវាដុះវិញនៅមានជីវិតហ្នឹងហើយចឹងស្រូវនឹងមានជីវិតបើយើងកាន់ជាអង្គហើយអាហ្នឹងបានអស់ជីវិតអាហ្នឹងបានអស់ជីវិតបាទចឹងទេបងអូនត្រូវយល់ហើយចាស់ពីដើមក៏ខ្លាចបាបណាគាត់ខ្លាចបាបសូម្បីគាត់បេះស្លឹកឈើក៏គាត់ខមាទោសគាត់មកនៅក្នុងព្រៃភ្នំក្រំថ្មដីអីចឹងគាត់សុំចាស់ទៅចាស់ដីមុនបត់ដៃបត់ហ្នឹងហើយពេលដែលអ្នកហាលស្រូវឬក៏ទៅជួយបោកស្រូវគេជាប់កប៉ាវជាប់អីក៏លោះចេញអស់កុំឲ្យមានកម្មមានពីអីក៏ក្របស្រូវមកក្របពីក្របហ្នឹងកុំឲ្យមានពីវិរិយជាមួយគ្នាបាទហ្នឹងហើយចឹងទេចាស់ពីដើមខ្លាចបាបហើយគាត់សច្ចធម៌គាត់ត្រង់ទៀងត្រង់ជាមួយគ្នាទៅវិញទៅមកណាអញ្ចឹងគាត់យុវ័យហើយពីដើមអាចឃើញទេវតាទៀតណាអាចនិយាយជាមួយទេវតាអាចអីយើងឃើញគ្រូបកែនិយាយជាមួយខ្មោចនិយាយមួយអីបានណាអមនុស្សដោយសារអីដោយសារមនុស្សយើងពីដើមកាន់ត្រង់ដល់ពេលយើងឥឡូវមិនសូវកាន់ត្រង់ទៅចេះតែខ្សោយទៅមើលអីក៏អត់ឃើញបាទហ្នឹងរឿងពិតហើយរឿងដែលស្រូវមានជីវិតហ្នឹងគឺពិតណាបងអូនស្រូវយើងអាចយកទៅសាបទៅព្រោះវិញបានបើយើងកាន់ជាអង្គហើយហ្នឹងមិនអត់ជីវិតអស់ជីវិតដែរបាទហ្នឹងសំណួរពីរសំណួរប៉ុណ្ណេះអរគុណជម្រាបលាបាទអរគុណហ្នឹងហើយ